សិនជាការជួលក្នុងមួយបន្ទប់គឺអាចចាប់ពី 3000 ចុះមកខាងក្រោមប៉ុន្តែបើសិនជាចាប់ពី 3 ទៅ 4 បន្ទប់គឺឡើងរហូតដល់ 8000 រហូតដល់ $10000 ហើយតំបន់នេះបងប្អូនគឺថ្លៃណាស់បើសិនជាយើងចង់ទិញ condo នឹងមួយណាបន្ទប់មួយគឺ $1.1 million បងប្អូនប៉ុន្តែបើសិនជាយើងចង់ទិញចាប់ពី 2 ទៅ 3 4 បន្ទប់ឡើងទៅគឺអាចឡើងរហូតដល់ 4.4 million អញ្ចឹងយើងអាចនិយាយថាអ្នកដែលនៅ condo នេះគឺជាអ្នកដែលលំដាប់ហើយបងប្អូនហើយនេះគឺជារូបក្រុមគ្រួសាររបស់ម្ចាស់ផ្ទះដែលគាត់គឺជាជនជាតិខ្មែរស្វាមីគាត់គឺជាជនជាតិអង់គ្លេសហើយមានកូនប្រុសមួយដ៏ស្រស់ស្អាតអូសួស្តីទាំងអស់គ្នាឥឡូវនេះគឺខ្ញុំកំពុងតែស្ថិតនៅ Luxury Condo មួយនៅក្នុងប្រទេសសិង្ហបុរីដែលមានឈ្មោះថា The Cornwall Condo ចាអញ្ចឹងបងប្អូនចូលមកមើលទាំងអស់គ្នាខាងនេះគឺជា living room របស់គេហើយមាន Melody ហើយមាន Naomi កំពុងតែមើល TV ផងដែរហើយជាពិសេសយើងដឹងស្រាប់ហើយនេះគឺជា condo របស់ខ្មែររបស់យើងដែលគាត់បានរស់នៅប្រទេសសិង្ហបុរីហើយគាត់មិនភ្លេចទេអំពីអត្តសញ្ញាណជាតិរបស់ផងយើងគឺយើងមានរូបផ្ទាំងគំនូរដែលផ្ទាំងគំនូរនេះធ្វើដោយវិចិត្រករឈ្មោះថា Nosari យើងដឹងស្រាប់ហើយគំនូររបស់គាត់មិនដែលក្រោម$5000ទេហើយយើងបានយកមកដើម្បីពំនាំផ្សព្វផ្សាយទៅកាន់មិត្តភ័ក្តិដែលគាត់មកលេងក្នុងផ្ទះនេះផងដែរហើយជាមួយនឹងគ្រឿងលម្អផ្សេងថែមទៀតហើយយើងកុំភ្លេចណានេះគឺជានារីសវណ្ណរបស់ខ្មែរយើងផងដែរយើងមើលការតុបតែងមានរូបអង្គរវត្តហើយស្អាតខ្លាំងមែនតើយើងមានមោទនភាពដែលយើងកើតជាកូនខ្មែរឥឡូវនេះយើងមកមើលបន្តទៀតអំពីនឹងខាងក្រៅទិដ្ឋភាពខាងក្រៅនេះគឺជា balcony ដែលយើងអាចអង្គុយស្រូបខ្យល់អាកាសបាននេះគឺដោយសារតែយើងរស់នៅ condo ជាន់ខាងលើអញ្ចឹងអាកង់របស់យើងឬក៏អ្វីដែលយើងធ្វើ activity outside នេះយើងត្រូវយកឡើងមកលើដែរហើយនៅខាងលើនេះ usually condo ផ្សេងតែងតែមានច្រើនជាន់16 17 20ជាងជាន់ប៉ុន្តែ condo នេះមានតែ5ជាន់ទេអញ្ចឹងទៅធ្វើឲ្យការធ្វើដំណើររបស់យើងក៏លឿនមនុស្សនៅ condo នេះក៏តិចអញ្ចឹងទៅបានជាគេឲ្យតម្លៃហើយតំបន់នេះគឺតំបន់ពិសេសហើយគួរឲ្យតាក់ទាញហើយជាពិសេស swimming pool ខាងក្រោមអស្ចារ្យខ្លាំងមែនតើមានតែមនុស្សតូចមនុស្សធំវ័យណាក៏អាចធ្វើដំណើរបានដែរហើយយើងមកដល់ខាងលើនេះគឺបោះយើងផ្ទាល់ទៀតដោយសារតែយើងនៅជាន់ខាងលើគេផុតអញ្ចឹងខាងលើនេះគឺមានគេហៅថាកន្លែងហាត់ប្រាណក៏បានហាលកៅអៅក៏បានដែលយើងមិនបាច់ព្រួយបារម្ភអំពីការផាកពិន័យទេដោយសារហាលកៅអៅមួយចំនួនបើសិនជាហាលអត់សមស្របអីគឺគេអត់សូវជាពេញចិត្តដែរហើយយើងអាចអង្គុយញ៉ាំអីជាមួយមិត្តភ័ក្តិរបស់យើងខាងលើនេះទៀតផងដែរនេះគឺបោះយើងផ្ទាល់ដាច់ដライតែម្ដងអញ្ចឹងមានភាពទលំទលាយហើយស្អាតផងដែរបងប្អូនចឹងបងប្អូនអាចមើលបានហើយយើងអាចឃើញទស្សនវិជ្ជានៅជុំវិញនឹងជាមួយនឹង apartment ផ្សេងនៅតំបន់នឹងផងដែរហើយតំបន់នេះបងប្អូនគឺថ្លៃណាស់បើសិនជាយើងចង់ទិញ condo នឹងមួយណាបន្ទប់មួយគឺ $1.1 million បងប្អូនប៉ុន្តែបើសិនជាយើងចង់ទិញចាប់ពី 2 ទៅ 3 4 បន្ទប់ឡើងទៅគឺអាចឡើងរហូតដល់ 4.4 million អញ្ចឹងយើងអាចនិយាយថាអ្នកដែលនៅ condo នេះគឺជាអ្នកដែលលំដាប់ហើយបងប្អូនបើសិនជាការជួលក្នុងមួយបន្ទប់គឺអាចចាប់ពី 3000 ចុះមកខាងក្រោមប៉ុន្តែបើសិនជាចាប់ពី 3 ទៅ 4 បន្ទប់គឺឡើងរហូតដល់ 8000 រហូតដល់ $10000 ក្នុងមួយខែណាបងប្អូនមិនមែនច្រើនខែទេហើយនេះគឺជារូបក្រុមគ្រួសាររបស់ម្ចាស់ផ្ទះដែលគាត់គឺជាជនជាតិខ្មែរស្វាមីគាត់គឺជាជនជាតិអង់គ្លេសហើយមានកូនប្រុសមួយដ៏ស្រស់ស្អាតហើយមិនភ្លេចទេអំពីវប្បធម៌អរិយធម៌របស់ប្រទេសជាតិខ្មែរយើងផងចាឥឡូវយើងមកមើលបន្តទៀតនៅខាងliving កន្លែងញ៉ាំបាយ dining room ហើយនេះគឺជាសញ្ញាបត្រនិងប័ណ្ណសរសើរផ្សេងដែលគាត់បានខិតខំបម្រើបង្ហាញស្នាដៃទៅកាន់ពិភពលោកអំពីកូនខ្មែររបស់ផងយើងហើយនេះគឺជាកែវ Starbucks ដែលគាត់ព្យាយាម collect គ្រប់ប្រទេសដែលគាត់បានទៅអញ្ចឹងទីនោះក៏មានខ្មែរមីនីសូតាពេលដែលគាត់ទៅលេងខ្ញុំដែរហើយនឹងគ្រឿងលម្អផ្សេងបន្ថែមទៀតនេះតុបាយហើយនេះគឺជា
ក្រុមគ្រួសាររបស់គាត់ចាមានបងស្រីគាត់មានគាត់ហើយនេះគឺជាម៉ាក់ដ៏ស្រស់ស្អាតរបស់គាត់ហើយនឹងរូបថតគាត់កាលនៅពីក្មេងនឹងក្រុមគ្រួសារនឹងបងប្អូនគាត់ផងដែរចាឥឡូវនេះយើងមកចូលមកមើលនៅក្នុងបន្ទប់របស់ម្ចាស់ផ្ទះតែម្ដងអូម្ចាស់ផ្ទះទលំទលាយណាស់ឲ្យយើងចូលមកមើលមិនធម្មតាណាបងប្អូនមិនងាយគេឲ្យចូលមកមើលទេអញ្ចឹងនេះគឺជាបន្ទប់ master bedroom របស់ម្ចាស់ផ្ទះហ្នឹងហើយអញ្ចឹងគឺយើងអាចឃើញរូបថតអាពាហ៍ពិពាហ៍ការដែលគាត់គម្រប់ខួប anniversary 10 ឆ្នាំហើយនៅខាងក្នុងនេះគឺយើងមានបន្ទប់ទឹកដ៏ស្រស់ស្អាតបន្ទប់ទឹកភាគច្រើនគឺអត់មានប្រដាប់គេងនេះទេប៉ុន្តែបើគាត់មានហើយមានស៊ីងរហូតដល់2អាចចែកគ្នាប្តីមួយប្រពន្ធមួយណាហើយគាត់មានផលិតផលខ្មែរជាច្រើនដូចជា scrap ដើម្បីលើកស្ទួយទៅដល់ផលិតផលខ្មែរផងយើងឥឡូវយើងមើលនេះមកបន្ទប់ណាបងប្អូនឥឡូវយើងទៅមើលពីបន្ទប់ទៀតអញ្ចឹងបងប្អូនដឹងស្រាប់ហើយបន្ទប់នេះមានរហូតដល់3បន្ទប់អញ្ចឹងតម្លៃជួលមិនក្រោម 8000 ទេអាចលើសហ្នឹងអញ្ចឹងបន្ទប់នេះគឺជាបន្ទប់របស់ភ្ញៀវនៅពេលដែលគាត់មកលេងគឺគាត់អាចសម្រាកគេងនៅបន្ទប់នេះបាននេះគឺជាបន្ទប់របស់ខ្ញុំជាមួយនឹង baby ដែលអាចគេងនៅកន្លែងទីនេះហើយសុំទោសឲ្យបានញ៉ៃតិចណាបងប្អូនដោយសារតែយើងមកលេងអញ្ចឹងទៅព្យាយាមអស់ពីលទ្ធភាពឯក្នុងការរៀបចំបានប៉ុណ្ណឹងចាអញ្ចឹងបើសិនជាបងប្អូនមកលេងគឺអាចគេងនៅក្នុងបន្ទប់នេះបានហើយជាមួយនឹងខោអាវរបស់ម្ចាស់ផ្ទះស្រីទៀតហើយអូខេអញ្ចឹងយើងបន្តមកនេះទៀតនេះគឺជាបន្ទប់ទឹករបស់ភ្ញៀវហើយជាមួយនឹងកូនប្រុសរបស់គាត់គឺ share bathroom នៅក្នុងហ្នឹងហើយ bathroom នេះខ្ញុំចាប់អារម្មណ៍នៅកន្លែងនេះបងប្អូនគឺអាចមើលទៅខាងក្រៅបានខាងនេះហ៎យើងបើកទ្វារទៅខ្យល់អាកាសចេញមកខាងក្រៅពន្លឺចេញពីខាងក្រៅចូលមកខាងក្នុងយើងអាចសេវភ្លើងនៅក្នុងនេះបានផងដែរនេះគឺជាបន្ទប់របស់កូនប្រុសរបស់គាត់ខ្ញុំអត់មើលតិចសិន we gonna record a video okay នេះជាបន្ទប់របស់កូនប្រុសរបស់គាត់ឈ្មោះថា Harry គេមានពៀនជាច្រើនរបស់គេហើយគេគឺជា fan របស់Man City ផងដែរណានោះរូបថត Harry ខាងនោះហ្នឹងហើយតោះអញ្ចឹងយើងមើលរួចរាល់ហើយឥឡូវយើងចេញមកខាងក្រៅវិញកន្លែងដែលពិសេសជាងគេនៅក្នុងផ្ទះរបស់នេះដឹងអីគេបងប្អូនគឺចង្ក្រានបាយជាមួយនឹងបន្ទប់របស់ helper តោះឥឡូវពេលដែលចង្ក្រានបាយសុំតោគឺយើងកំពុងមានជាងខ្មែរជួសជុលម៉ាស៊ីនលាងចានយើងដើរចូលមកខាងនេះមកគឺយើងមាន pantry ដែលគាត់ទុកឲ្យវាយវ៉ាន់របស់គាត់ហើយគាត់គឺជាម្ចាស់ PE ចាប់រួយអញ្ចឹងគាត់ខិតខំព្យាយាមណាស់ក្នុងការយកផលិតផលខ្មែរយកមកលក់នៅប្រទេសសិង្ហបុរីអញ្ចឹងបើសិនជាបងប្អូនចូលចិត្តចង់បានអាចតាក់ទងទៅគាត់បានណាគាត់មានផលិតផលខុន scrap ស្ករត្នោតអំពិលទុំដែលសុទ្ធសឹងតែជាផលិតផលសុទ្ធមិនមានជាតិគីមីទេហើយជាមួយនឹងនំដុតរសជាតិដូងផងដែររបស់ក្រុមហ៊ុន LM ហើយពួកគាត់ក៏មានលក់ប្រហុកត្នោតអីវ៉ាន់ផ្សេងរបស់ក្រុមហ៊ុន Confrel ផងដែរតោះឥឡូវនេះយើងមកមើលជាមួយនឹងចង្ក្រានបាយបន្តិចសួស្ដីជាងប្រុស Hello ចាចង្ក្រានបាយរបស់ផងគាត់ហើយជាមួយនឹងជាងរបស់ផងយើងជួយ support ខ្មែរហើយយកជាងក៏ជាខ្មែរផងដែរឥឡូវនេះកន្លែងនេះស្ទះបន្តិចចាំទៀតយើងមកថតនៅកន្លែងនេះគឺមានបន្ទប់មួយពិសេសលាក់តិចទៀតចាំប្រាប់មិញខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំមានបន្ទប់សម្ងាត់មួយឥឡូវយើងមកមើលបន្ទប់សម្ងាត់ទាំងអស់គ្នាទាល់តែ Luxury Condo បានមានណានឹងគឺជាបន្ទប់សម្ងាត់របស់តានរៀងទៅតិចចារបស់ helper ឬក៏គេហៅថាឈ្នួលអ្នកនៅជាមួយបើពាក្យអត់សូវល្អស្ដាប់គឺថាឈ្នួលបំរើអីចឹងទៅហ្នឹងហើយគាត់មកនៅហ្នឹងមានបន្ទប់របស់គាត់មួយទូចនៅកន្លែងហ្នឹងហើយគាត់មិនមែនថាម្ចាស់ផ្ទះគេចិត្តមិនល្អឲ្យគាត់នៅទាំងហាលទេណាគឺគាត់ចង់នៅទាំងហាលខ្លួនឯងទេដោយសារគាត់ allergy ជាមួយសិនជាហើយមិនត្រឹមតែប៉ុណ្្នឹងឯងមានបន្ទប់ទឹក private របស់គាត់មួយផ្ទាល់ខ្លួនទៀតអញ្ចឹងគឺគេអត់មានឲ្យពាក់ព័ន្ធជាមួយនឹងម្ចាស់ផ្ទះនិងឈ្នួលទេអញ្ចឹងគឺគេបែងចែកច្បាស់ប៉ុន្តែកន្លែងខ្លះគឺអត់មានទេឲ្យគាត់គេនៅលើសាឡុងតែម្ដង
ចាអញ្ចឹងឥឡូវយើងចូលមកខាងក្នុងនឹងទៀតមិននិយាយទៅទូចល្មមហ្មងទាំងអស់គ្នាគួរអាចឲ្យរស់នៅបានមានខែរបស់គាត់មានទូដាក់កៅអៅរបស់គាត់មានដង្ហើហើយគាត់តាំង10ស្រាទៀតហើយជាផឹកនៅពេលដែលតុកសិចអីចឹងណាវូហើយគ្រឿងសម្អាងរបស់គាត់នៅនេះទៅគឺគាត់បកកាយរៀបចំមែនតើហើយគាត់ដឹងទូនាទីគាត់ទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ឃើញវីដេអូហ្នឹងណាចាំពេលតែគាត់ត្រឡប់មកវិញខ្ញុំសម្ភាសគាត់គឺជាជនជាតិហ្វីលីពីនហើយគាត់ធ្វើការជាឈ្នួលបំរើពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍នៅក្នុងប្រទេសសិង្ហបុរីអញ្ចឹងប៉ុណ្្នឹងឯងអំបញ្ញខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរូបភាពនៅខាងលើបន្ទប់ឥឡូវយើងចុះមកខាងក្រោមនេះគឺជា facility ខាងក្រោមមានដូចជា swimming pool gym fitness corner អាចមាន barbecue pit ហើយជាពិសេសគឺមាន club house function room មាន jacuzzi មាន playground សម្រាប់ក្មេងៗជាពិសេសមាន 24 hour security សន្តិសុខគេកាមេរ៉ាគេមើលជាប់រហូតដើម្បីការពារសុវត្ថិភាពទៅដល់ resident ដែលរស់នៅទីនេះអ្វីដែលធ្វើឲ្យសិង្ហបុរីវា unique ជាងគេគឺយើងដឹងស្រាប់ហើយថាសិង្ហបុរីគឺស្អីក៏ថ្លៃដែរហើយសិង្ហបុរីទូចមែនតើឥឡូវយើងមើលទោះបីជាទូចមិនក៏ដោយក៏គេតែងតែព្យាយាមឲ្យមានដើមឈើភ្ជាប់មនុស្សជាមួយនឹង nature ដែរអញ្ចឹងសូម្បីតែ condo មួយនេះក៏មានធម្មជាតិជាច្រើនដែលធ្វើឲ្យយើងងាយស្រួលដកដង្ហើមមានផាសុកភាពធ្វើឲ្យយើងគួរឲ្យចង់រស់នៅហ្មងហើយកាន់តែពិសេសនៅតំបន់ហ្នឹងគឺថ្លៃហ្មងពីព្រោះវានៅក្បែរ Holland Village យើងឆែកមើលទៅភូមិ Holland គឺថ្លៃបើសិនជាដើរគឺយើងដើរតែ7នាទីទេហើយបើពាក់ព័ន្ធអំពីឡានក្រុងឬក៏ train ណាគឺក្បែរនឹងតែម្ដងគឺ near MRT station ច្រើនមែនតើអញ្ចឹងការធ្វើដំណើររបស់យើងក៏វាចិត្តដែរអញ្ចឹង condo ដែលអ្នកទាំងអស់គ្នាកំពុងតែមើលឥឡូវហ្នឹងគឺក្នុងមួយខែអត់ក្រោម$8,800សិង្ហបុរីទេអរគុណទៅដល់ក្រុមហ៊ុន Confrel ដែលបានឧបត្ថម្ភនៅក្នុងវីដេអូនេះបើសិនជាបងប្អូនចង់បានកាហ្វេទៅដល់គោស្ករត្នោតស្ករប៉ាន់ម្រេចខ្មៅកពតម៉ត់ប្រហុកម្សៅស្ករត្នោតកំពង់ស្ពឺចង់ញ៉ាំលែងលំបាកទៀតហើយដោយសារតែក្រុមហ៊ុន Confrel បាននាំយកផលិតផលទាំងអស់នេះទៅកាន់សហរដ្ឋអាមេរិកចំណែកឯបងប្អូនដែលរស់នៅប្រទេសសិង្ហបុរីអាចតាក់ទងទៅកាន់ page Ijapui បានអរគុណបងប្អូនដែលតាមដានវីដេអូនេះរហូតដល់ចប់បើសិនជាបងប្អូនចង់ឲ្យនាងខ្ញុំទៅថតវីដេអូឬក៏ផ្សព្វផ្សាយផលិតផលឲ្យមួយកុំភ្លេចតាក់ទងមកកាន់ page នាងខ្ញុំឬក៏តាមលេខទូរស័ព្ទ Telegram ខាងលើនេះអរគុណជម្រាបលាកុំភ្លេច like follow and share ដើម្បីមើលវីដេអូល្អៗបន្ថែមទៀតបាយបាយ